សួស្តីអ្នកគ្នាខ្ញុំរាមកដល់វត្តសំរោងមេសាខាងព្រៃវែងហើយដល់ក្តារផ្លូវហ្នឹងឃើញភ្នំបាទចង់ទៅថតដែរនេះភ្នំជាកាច់ហ៎នេះជាវីដេអូទី2ដែរបន្ទាប់ពីវីដេអូទី1ចឹងហាត់ថ្ងៃត្រង់អ្នកគ្នាទៅនេះក៏មិនចង់ចាប់ដើមដែរសារក្លៀនបាយពេកបាទនៅលើសាលាឆាន់មិនយូរប្រហែលនេះមកដល់ខាងក្រោមដើម្បីថតទេសភាពមានស្រាមកន្លែងប្លែងទឹកប្លែងអីសូមនឹងសេចក្តីសុខស្ដីចម្រើនជួបគូឲ្យបានច្រើនតែគូណាស្មោះមួយបានមួយហើយកុំយកច្រើនពេកបាទហើយខ្ញុំវិញ selfie លោកសាយហើយប្អូនហើយប្រពន្ធគាត់ថាក្លៀនទឹកណាស់បងតែញ៉ាតិចមកអេឃើញស្អាតថតសិនហើយបាទហើយខាងក្នុងមានការរួមបាទមានសង្ក្រានដែរនៅខាងវត្តសំរោងហ្នឹងហើយស្អីស្អាតគាត់ថាយប់មិនច្រើនណាបងមកមើលមកខ្ញុំថាអត់ទេខ្ញុំប្រញាប់ទៅនោះហ្នឹងបាទជួបជុំអ៊ំពូមីងយាយតាមានបងមានអីបាទមានស្អីស្អាតដែរហើយយើងក៏ឆ្លៀតទៅខាងខេត្តកដាបាទខ្ញុំឆ្លងកាត់តាមស្ពីនអ្នកលឿងបាទស្ពីនអ្នកលឿងត្រើយមកខាងនេះមកខាងហ្នឹងហើយពុះជាពីរមែនតែស្នេហាយើងនៅជាប់គ្នាជានិច្ចដឹងជាស្អីបាទទេសភាពស្អាតមែនតើបាទទេសភាពជប់ថតនឹងឯងប៉ុណ្ណាទេហ្នឹងហើយតែយើងទៅដោយគេដែរហ្នឹងទៅម្នាក់ឯងទេមានអីមាន2នាក់មានអ្នកថតមួយចឹងក៏ល្អដែរប៉ុណ្ណឹងអ្នកនរគ្នាពីខ្ញុំតារាសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅថ្ងៃស្អែកបាទឃើញទឹកអីទេបាទឃើញលេង